nè tao khani nè nè mình nè khani nè ai cả nia color face pop up ខាងក្រោយយើងហ្នឹងជ្រុលតែជាមក pop up របស់ Garnier Color Face ប៉ុណ្ណឹងហើយអត់មកធ្វើការបដូរពណ៌សក់មិនកាអូយទៅគឺថា event គេគឺធំខ្លាំងមែនតើហ្មងហើយនិយាយមែនលើកទី1ឯងដែលខ្ញុំធ្វើការមកបដូរពណ៌សក់នៅ outdoor ក្រៅអញ្ចឹងសុំឲ្យបន្ទុក10លើ10ហ្មងកាន់បងក្រុមការងារ Garnier គាត់នឹកឃើញ concept ប្លែកនឹងឃើញហើយសំខាន់គឺថាថ្ងៃនេះបានលាបពណ៌សក់ជាមួយនឹងអ្នកជំនាញឲ្យផងដែរឆ្នាំនេះគឺថាសុំ midnight blue ពណ៌ទឹកប៊ិចហើយទៅនៅពេលដែលចង់លេងពណ៌សក់បដូរពណ៌សក់ប្រើតែជាមួយនឹងគ្រីមលាបសក់ Garnier ទេតែនៅក្នុងគ្រីមលាបសក់នេះអត់មានលាយជាមួយនឹងសារធាតុអាម៉ូញ៉ាតែបែរជាមានផ្សំជាមួយនឹងប្រេងធម្មជាតិគាត់នឹង10ដូចជាប្រេងប៊ឺប្រេងអូលីវប្រេងគ្រាប់ធញ្ញជាតិអីផ្សេងនេះហាប្រើថ្នាំអត់តែពាក់កណ្ដាលទេណាប៉ុន្តែពណ៌សក់វិញមកឡើងដិតស្អាតហ្មងហើយនៅក្នុងការលាបនឹងអត់មានប្រើពេលយូរអីទេត្រឹមតែ30នាទីហ្នឹងអ្នកដែលបកកើតលេងពណ៌សក់តិចថាហ្នឹងណាជាមួយនឹង Garnier បានគឺថាជាប់បានរហូតដល់10សប្តាហ៍អញ្ចឹងបន្ទាប់ពីធ្វើការលាងនឹងផ្លុំសក់ហើយគឺថាឃើញសក់ពណ៌យើងគឺថាដិតច្បាស់ស្អាតហ្មង Midnight Blue ពណ៌ទឹកប៊ិចចេញមកគឺថាពណ៌ហ្នឹងហ្មងនេះរៀងលយដែរបានដើម model អីអញ្ចឹងមានទេលឺតែភ្លេងហ្នឹងហូរដាតរំតែរហូតហ្នឹងហើយគឺថាប៉ះដៃគូដៃកង់បងណារីខ្ញុំនេះទៀតត្រូវជើងគ្នាលេងមកឆ្ងាញ់ដៃហ្មងទៅ Pop up គេនេះហាគឺថាមិនត្រឹមតែមានតាំងពីផលិតផលលេងមានតាំងពី photo booth ទុកឲ្យភ្ញៀវក៏បានថតជាអនុស្សាវរីយ៍លេងខាងគឺថាសប្បាយមែនតើមាន activity លេង game ឆ្នាំ1ទៀតចូលឆ្នាំខាងមុខនេះហាគេខ្លះដែលចង់លេងពណ៌សក់គាត់ខ្លាចខូចសក់លាបចេញមកដូចពណ៌ខ្លួនឯងចង់បានមកលាបជាមួយនឹងគ្រីមលាបសក់ Garnier បានមានច្រើនពណ៌សម្រាប់ជ្រើសរើសតាមតម្រូវការហើយក៏ចង់ប្រាប់ថា Garnier ឥឡូវហ្នឹងក៏មាន challenge ពណ៌សក់ជារង្វាន់ជាមួយនឹង Dyson ផងដែរផលិតផល Garnier មានប្រភពដើមកំណើតពីប្រទេសបារាំងហើយគ្រីមលាបសក់នេះគឺថាផលិតនៅប្រទេសឥណ្ឌាសម្រាប់ព័ត៌មានបន្ថែមអ្នកគ្នាអាចធ្វើការឆាតចូលទៅកាន់កណ្ដាល Facebook page ផ្លូវការរបស់ Garnier Cambodia ឬក៏កណ្ដាល TikTok account Garnier Cambodia ក៏បានដែរហើយបើសិនជាអ្នកគ្នាចង់ទិញអ្នកគ្នាអាចធ្វើការរកទិញបានតាមបណ្ដាទីផ្សារនានាដែលនៅទីតាំងចិត្តផ្ទះរបស់អ្នកទាំងអស់គ្នាបាន